សូមមេដាបេដាអាណាព្យាបាលនិងអ្នកពាក់ព័ន្ធនានាទាំងអស់ជំរុញកូនចៅឬយុវជនឲ្យមកចូលឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសនៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈដែលនៅជិតលំនៅឋានដែលបងប្អូនប្រជាពលរដ្ឋកំពុងរស់នៅដើម្បីចាប់យកជំនាញវិជ្ជាជីវៈសម្រាប់អនាគតរបស់ពួកគាត់នេះជាការអំពាវនាវរបស់ឯកឧត្តមនុតពុទ្ធតារាអភិបាលរងខេត្តកណ្ដាលក្នុងទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី9ឆ្នាំ2026ក្រោមប្រធានបទធីវ៉េតផ្ដល់ជំនាញការងារនិងប្រាក់ចំណូលនៅព្រឹកថ្ងៃទី15ខែមិថុនាឆ្នាំ2026ដែលប្រារព្ធធ្វើនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែនស្ថិតក្នុងភូមិព្រែកសំរោង3សង្កាត់តាខ្មៅក្រុងតាខ្មៅខេត្តកណ្ដាលឯកឧត្តមបានបន្តទៀតថាក្នុងនីតិកាលទី7នៃរដ្ឋសភារាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ដើម្បីកំណើនការងារសមត្ថភាពប្រសិទ្ធភាពនិងចីរភាពដែលបានកំណត់យកអាទិភាពគន្លឹះ5ដោយបន្ថែមបច្ចេកវិទ្យានិងបន្តយកធនធានមនុស្សជាអាទិភាពទី1ហើយផ្លូវទឹកភ្លើងនិងបច្ចេកវិទ្យាគឺជាអាទិភាពបន្តបន្ទាប់តាមលំដាប់អាទិភាពមនុស្សត្រូវបានឆ្លុះបញ្ចាំងជាចម្បងក្នុងបញ្ចកោណទី1ការអភិវឌ្ឍមូលធនមនុស្សក្នុងនោះការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសគឺជារបៀបវារៈនិងជាគោលដៅចម្បងបំផុតមួយដែលបានកំណត់យ៉ាងច្បាស់ក្នុងមុំទី2នៃបញ្ចកោណទី1លើសពីនេះរាជរដ្ឋាភិបាលក៏បានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាពការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសដែលមានចំនួនប្រមាណ 1.5 លាននាក់នៅតាមបណ្ដាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈនានាក្នុងកម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ1ដោយមិនបង់ថ្លៃសិក្សានិងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែ 28,000 រៀលក្នុងមួយខែរយៈពេល4ខែដែលនឹងផ្ដល់ឱកាសសម្រាប់យុវជនទូទៅជាពិសេសបងប្អូនក្នុងខេត្តកណ្ដាលឯកឧត្តមអភិបាលរងខេត្តក៏បានបញ្ជាក់បន្ថែមថាការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈគឺជាស្ពានចម្លងទន់ភ្លន់មានភាពបត់បែនស្របតាមស្ថានភាពជាក់ស្ដែងរបស់ប្រជាពលរដ្ឋក្នុងទម្រង់ជារយៈពេលខ្លីនិងរយៈពេលវែងទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធហើយអាចធ្វើឡើងនៅតាមគ្រឹះស្ថានសិក្សាសហគ្រាសសហគមន៍និងដោយចល័តដែលមានប្រសិទ្ធភាពឆាប់រហ័សឆ្ពោះទៅរកការងារនិងជាផ្លូវដែលអាចបន្តការសិក្សាបានស្របពេលដែលអាចបំពេញការងារបានក្នុងពេលជាមួយគ្នាដើម្បីស្វែងរកចំណូលចូលរួមចំណែកក្នុងការគាំទ្រសេដ្ឋកិច្ចគ្រួសារបានឬអាចបន្តការសិក្សាទៅកម្រិតខ្ពស់បន្តបន្ទាប់បានក្រោយពីផ្អាកមួយរយៈដើម្បីបំពេញការងារហើយការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈគឺជាឧបករណ៍ក្នុងការប្រែក្លាយកម្លាំងពលកម្មកម្ពុជាជាអ្នកជំនាញអ្នកបច្ចេកទេសនិងជាមូលធនមនុស្សដែលគាំទ្រដល់ការកាត់បន្ថយនិកម្មភាពក្រីក្រនិងការធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជាពីឧស្សាហកម្មអតិពលកម្មឈានទៅឧស្សាហកម្មផ្អែកលើជំនាញលើកកម្ពស់កម្រិតជីវភាពប្រជាជនឲ្យកាន់តែប្រសើរនិងជំរុញកំណើនសេដ្ឋកិច្ចជាតិក្នុងការចូលរួមសម្រេចឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ2030និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ2050លោកច្រឹងណារីនាយកវិទ្យាស្ថានពហុបច្ចេកទេសតេជោសែនបានឲ្យដឹងថាវិទ្យាស្ថានមានបណ្ដុះបណ្ដាលលើកម្រិត1បរិញ្ញាបត្របច្ចេកវិទ្យា2កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស3កម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ1.5 លាន 2.3 4កម្រិតវិញ្ញាបនបត្រវិជ្ជាជីវៈវគ្គខ្លីៗនិងបណ្ដុះបណ្ដាលជំនាញរួមមានតបណ្ដាញអគ្គិសនីព័ត៌មានវិទ្យាជួសជុលនិងថែទាំរថយន្តគ្រប់គ្រងអាជីវកម្មភាសាអង់គ្លេសតូចចក្រយានយន្តផ្សារដែកសេវាកម្មបរិក្ខារម៉ាស៊ីនត្រជាក់វិស័យឧស្សាហកម្មសំណង់ស៊ីវិលពហុព្យាបាលកែច្នៃបន្លែផ្លែឈើជួសជុលម៉ាស៊ីនតូចធំនិងសេវាកម្មកុំព្យូទ័រ